តោះបងប្អូនមកដឹងពីរបៀបធ្វើសាប៊ូ scrap ដុសខ្លួនទាំងអស់គ្នាបាទវត្ថុធាតុដើមមុនដំបូងនេះយើងត្រូវមានមេសាប៊ូបាទនេះគឺជាវត្ថុធាតុដើមសំខាន់មែនតើហើយខ្ញុំបានកាត់មេសាប៊ូនេះចំនួនកន្លះគីឡូហើយខ្ញុំក៏ប្រើជាមួយនឹងវត្ថុធាតុផ្សំជាមួយនឹងសាប៊ូកន្លះគីឡូនេះគឺខ្ញុំប្រើជាមួយនឹងអំពិលទុំ1ស្លាបព្រាកាហ្វេ1ស្លាបព្រាបាយហើយល្មៀតក៏1ស្លាបព្រាដែរហើយជាមួយនឹងទឹកឃ្មុំក៏1ស្លាបព្រាដូចគ្នាបាទនេះគឺជាវត្ថុធាតុផ្សំដែលខ្ញុំចង់ប្រើហើយបងប្អូនអាចរកទិញសាប៊ូនេះបាននៅក្នុងគូប៉ាំងផងដែរហើយគ្រាន់តែបងប្អូនសរសេរពាក្យ Pinupay ទៅវានឹងចេញបាទសាប៊ូមកជាច្រើនហើយបងប្អូនអាចចូលជ្រើសរើសបានស្រឡាញ់មួយណាជ្រើសរើសយកមួយហ្នឹងទៅបាទយកមកលាយជាមួយនឹងវត្ថុធាតុដែលយើងចង់ផ្សំជាមួយអញ្ចឹងណាបាទឥឡូវយើងមកដល់វគ្គយើងរំលាយមេសាប៊ូនេះសិនបាទយើងអាចបើកភ្លើងកុំក្តៅពេកបើកបែបក្តៅល្មមហើយយើងកូរល្បាយនឹងតតែរលាយអស់នៅពេលដែលល្បាយមេសាប៊ូនេះរលាយអស់ហើយចាំយើងចាក់វត្ថុធាតុផ្សំពីលើនឹងបាទយើងចាក់ម្ដងមួយក៏បានចាក់ម្ដងទាំងអស់ក៏បានដែរហើយចាំយើងកូរវាឲ្យសព្វទៅហើយយើងទុកវាឲ្យរៀងត្រជាក់បន្តិចហើយចាំយើងយកមកចាក់នៅក្នុងពុម្ពនៅពេលចាក់ហើយយើងនឹងវានឹងកករឹងបែបនេះបាទហើយបងប្អូនដែលនៅខ្មែរក៏អាចរកទិញមេសាប៊ូនេះបានដូចគ្នាបងប្អូនអាចរកទិញនៅតាម Facebook ឬបងប្អូនទៅទិញផ្ទាល់នៅផ្សារអូរស័យគឺមានច្រើនមែនតើនៅហាងដែលគេលក់សាប៊ូធំអញ្ចឹងណាអញ្ចឹងវីដេអូនេះក៏បានមកដល់ទីបញ្ចប់អរគុណបាយបាយ